ខ្ញុំមិនមានបំណងលាក់វាពីអ្នកទេខ្ញុំបានដឹងរឿងនោះរួចហើយខ្ញុំគ្រាន់តែល្អជាងអ្នកប៉ុណ្ណោះបើអ្នកទាំងពីរបានជួបគ្នាមុននេះបន្តិចវាមិនមែនដូចជាខ្ញុំជាមនុស្សតែម្នាក់គត់ដែលលាក់វាពីអ្នកនោះទេខ្ញុំតែងតែព្យាយាមកុហកអ្នកយើងត្រូវលាក់វាបើមិនដូច្នោះទេតើខ្ញុំអាចរស់រានមានជីវិតនៅថ្ងៃនេះដោយរបៀបណាជាការពិតអ្នកជាស្ត្រីម្នាក់ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍តើអ្នកដែលជាគ្រួសារយីនសប្បាយចិត្តទេពួកគេទាំងអស់គ្នាជឿហើយវាទំនងជាដំពូជាលើនេះមិនអីទេតើមានអ្វីខុសជាមួយការធ្វើជាស្ត្រីម្ដងទៀតខ្ញុំមិនចង់ឲ្យអ្នកស្លាប់ទេ Phoenix ពេលនោះពួកគេចង់ប្រើប្រាស់កូនស្រីដែលស្លាប់ទៅជាបុគ្គលដ៏ស្អាតរបស់ដាជីស្រីក្រញ៉ាំដាជីមិនមែនជាស្រីវាសាច់ទេប្រសិនបើវាមិនមែនសម្រាប់នាងបានទៅបញ្ចុះបញ្ចូលខ្ញុំប៉ុន្តែខ្ញុំបានធ្វើរួចទៅហើយតើធ្វើដូចម្ដេចទើបអាចមានមនុស្សម្នាក់ត្រូវគេចាក់ស្លាប់ត្រូវតែមានគម្រោងដែលបានគ្រោងទុកជាមុនជប់ឆ្លុះប្រកែកគ្នានឹងខ្ជិះជីពេលវេលានេះទៅគិតជាមុនអំពីរបៀបជួយសង្គ្រោះចៅជូព្រះករុណាហ៊ានប្រមាថមនុស្សទាំងអស់នៅក្រោមមេឃការសម្លាប់កូនស្រីដែលបានស្លាប់របស់គាត់របស់ហ៊ូជាការបូជាដល់ឋានសួគ៌ជាការចាំបាច់ក្នុងការប្រឆាំងដោយមិនប្រុងប្រយ័ត្ននោះនឹងបង្កបញ្ហាតែប៉ុណ្ណោះយើងមិនអាចទុកឲ្យកូនស្រីដែលបានស្លាប់របស់យើងទៅបានទេទោះបីជាវាមានន័យថាស្លាប់ក៏ដោយក៏លោកឆៅត្រូវតែត្រូវបានសង្គ្រោះជូត្រូវបានសង្គ្រោះហើយស្ត្រីដែលត្រូវបានសង្គ្រោះក៏ដូច្នោះដែរខ្ញុំមិនអនុញ្ញាតឲ្យអ្នកពិនិត្យខ្ញុំទេយើងនឹងទៅកន្លែងសង្កេតការភ្លាមដុតធូបហើយអធិស្ឋានសូមកុំឲ្យវាភ្លេចឡើយសូមឲ្យស្ថានសួគ៌ប្រទានពរដល់អេសីដ៏អស្ចារ្យរបស់ខ្ញុំទេតើយ៉ាងដូចម្ដេចមានអ្វីកើតឡើងព្រះករុណាជាម្ចាស់ជីវិតលើត្បូងញាតិវងរបស់ស្ត្រីដែលបានស្លាប់ទាំងអស់ឆេងខេងជៀនគ្មានបញ្ហាទេសូម្បីតែមនុស្សល្អបែបនេះក៏នៅតែនិយាយដែរបើព្រះអង្គមិនប្រឈួនតើមានប្រយោជន៍អ្វីដល់ព្រះអង្គសូមលើកលែងទោសឲ្យខ្ញុំផងលោកឪពុកខ្ញុំអធិស្ឋានសូមឲ្យលោកឪពុកមានសុវត្ថិភាពស្ត្រីដែលស្លាប់ទៅភ្លាមក៏คล้ายជាបែបនេះវាមិនអាចជាបណ្ដាសាពីស្ថានសួគ៌ទេថ្ងៃខែឆ្នាំកំណើតនិងពេលវេលារបស់កូនស្រីដែលបានស្លាប់ទៅបង្ហាញថានៅពេលនេះតើឈាមជាអ្វីមួយដែលឋានសួគ៌មិនចូលចិត្តមែនទេនោះហើយជាមូលហេតុដែលការឆ្លើយតបពីស្ថានសួគ៌ក៏ត្រូវបានបញ្ចេញខ្ញុំចង់នៅជាមួយបន្ទប់ដ៏តាក់ទាញនិងឯកោរបស់អ្នកស្ថានសួគ៌គ្រាន់នឹងដាក់ទណ្ឌកម្មស្ដេចយេងដ៏គួរឲ្យខ្លាចនេះពិតជាមនុស្សអាក្រក់ដែលត្រូវបានបង្ខំឲ្យធ្វើបាបមែនព្រះមហាក្សត្រត្រូវតែជាបុត្រីមួយអង្គក្នុងចំណោមបុត្រីដែលបានស្លាប់ទាំងនេះចៅគឺត្រូវបាននាំយកមកពីបរទេសមនុស្សទាំងនេះគឺជាសញ្ញាដ៏គួរឲ្យខ្លាចវាមិនស័ក្តិសមសម្រាប់ពិធីរំលឹកវិញ្ញាណក្ខន្ធតាំងពីសូមឲ្យវាទៅកាន់ឋានសួគ៌ចុះមិនអីទេខ្ញុំក៏មិនចូលចិត្តមនុស្សទាំងនេះដែរទោះយ៉ាងណាក៏ដោយវានឹងមាននៅព្រឹកស្អែកពួកគេត្រូវបានបញ្ជូនត្រឡប់ទៅសង្កាត់រៀងខ្លួនវិញខ្ញុំមិនត្រូវចូលទៅក្នុងអាណាចក្ររបស់យ៉ូម្ដងទៀតក្នុងជីវិតនេះទេទោះបីជាមិនចាំបាច់មានពិធីបូជាទៅស្ថានសួគ៌ក៏ដោយប៉ុន្តែខ្ញុំមិនដែលរំពឹងថាខ្ញុំមិនអាចត្រឡប់ទៅរកយ៉ូជីវិញបានទេការបែកគ្នាបានកើតឡើងយ៉ាងលឿនមែនទេខ្ញុំនឹងទៅអង្គរឪពុកខ្ញុំឲ្យអនុញ្ញាតឲ្យអ្នកស្នាក់នៅសូមអំណោយពីឪពុកខ្ញុំចាត់ទុកអ្នកដូចជាបងប្រុសម្នាក់ប៉ុន្តែគាត់ចង់រៀបការជាមួយខ្ញុំក្មេងម្នាក់នេះវាពិតជាអស្ចារ្យណាស់ប្រសិនបើខ្ញុំត្រូវបានផ្ដល់សិទ្ធិពិសេសនេះតើខ្ញុំត្រូវចាប់ផ្ដើមយុទ្ធសាស្ត្រអាពាហ៍ពិពាហ៍ដោយរបៀបណាការចាក់ចេញនេះប្រហែលជានៅឆ្ងាយណាស់ហើយខ្ញុំមិនដឹងថាពេលណាទេហើយរក្សាខ្លួនឯងឲ្យបានល្អដើម្បីយើងអាចជួបគ្នាម្ដងទៀតអ្នកមិនចាំបាច់បារម្ភពីខ្ញុំទេគឺអ្នកដូចពាក្យគេនិយាយថាការបម្រើអ្នកគ្រប់គ្រងគឺដូចជាស្ដេចខ្លាកំពុងតែមានកាន់តែច្រើនឡើងពួកគេនឹងខកខើណាស់ដូច្នេះត្រូវប្រយ័ត្នហើយប្រញាប់ឡើងដំណើរទៅកាន់ Luba-Rain Country គឺវែងឆ្ងាយចេញដំណើរមុនមកដល់មុនព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យថាព្រះនាងនៃព្រះរាជាណាចក្រព្រះបាទលីវប៊ូបានចេញព្រះរាជក្រឹត្យថានគរភ្លៀងបើព្រះនាងឈប់នៅទីនេះតើអ្នកចង់បានអ្វីកុំគិតចង់យកនាងទៅណាឡើយព្រះមហាក្សត្រឲ្យព្រះអង្គបានបញ្ជាឲ្យព្រះមហាក្សត្រចេញព្រះរាជក្រឹត្យព្រះនាងចៅជូបានស្នាក់នៅពីក្រោយដើម្បីបម្រើប៉ុន្តែប្រសិនបើយើងទៅជួប Lady Day ចុះបើយើងធ្វើបែបនេះវិញប្រសិនបើដូច្នោះមែននោះអ្នកក៏នឹងត្រូវបញ្ជូនទៅឆ្ងាយដែរបន្ទាប់មកតើយើងត្រូវបញ្ចប់បេសកកម្មដោយរបៀបណាបន្ទាប់មករកលេសដើម្បីស្នាក់នៅខ្ញុំពិតជាខូចចិត្តនឹងស្ដេចចៅណាស់គាត់ពិតជាយល់ស្របនឹងរឿងនោះខ្ញុំគ្រាន់តែនិយាយថាខ្ញុំមិនអាចទ្រាំនឹងចែកផ្លូវជាមួយវាបានទេអ្នកឆ្លាតណាស់
ស្វែងរកតើវាពិតជាមានគ្រោះថ្នាក់ដ៏ម្លឹងមែនទេប្រសិនបើគ្រាន់តែស្ថិតក្នុងគ្រោះថ្នាក់រយៈពេល1ថ្ងៃទៀតយើងត្រូវរកវិធីដើម្បីបញ្ចប់ភារកិច្ចអ្នកយុទ្ធសាស្ត្រសូមបំភ្លឺខ្ញុំផងជីនឥឡូវជីហ្វានិងយិនជីវសុទ្ធតែជាយើងដឹងរួចហើយថាអ្នកជាស្ត្រីដូច្នេះសូមយើងនឹងមិនធ្វើពុតជាគ្មានទោសទៀតទេចូលយើងដាក់សញ្ញាបរបស់យើងនៅលើតុបន្ថែមទំនាក់ទំនងរាងកាយបន្ថែមយើងមិនខ្លាចត្រូវគេបោកបញ្ឆោតទេពេលយើងតាក់ទងពួកគេអវយវៈបុរាណ2តាក់ទងអ្នកកំពុងគិតដល់ជីហ្វានិងយិនជីវអ្នកទាំងពីរអ្នកនោះមិនមែនជាមគទេសយុទ្ធសាស្ត្រតតែសោះនោះស្ទើរតែជាអត្ថប្រយោជន៍នៃហ្គេមមួយទោះបីជាខ្ញុំឈ្នះក៏ដោយខ្ញុំនឹងធ្វើខ្ញុំអាចនាំអ្នកមកវិញបានខ្ញុំត្រូវតែនាំអ្នកមកវិញបើមិនដូច្នោះទេអ្នកនឹងចង់ស្នាក់នៅទីនេះទៀតទេរកខ្ញុំមែនទេខ្ញុំអវយវៈមនុស្សបុរាណខ្ញុំមិនអាចតាក់ទងជាមួយអ្នកដោយគ្មានហេតុផលបានទេvìគាត់ដោយគ្មានហេតុផលធុញទ្រាន看书看累了吧我来帮你研墨哎，你俩在干嘛？那个，你们先聊，我先出去了。我和姬发，你选谁？其实，如果可以，我是希望你们俩在一起的。我不是来拆散你们的，我是来加入你们的。我也想知道，你到底选谁？我能两个都选吗？